ជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការបិទ auto download នៅក្នុង Telegram អញ្ចឹង Telegram របស់យើងនៅពេលដែលយើងបង្កើត account ដំបូងយើងប្រើប្រាស់យើងអត់ទាន់បិទ auto download ទេគឺវា auto download ដោយ default តែម្ដងអញ្ចឹងនៅពេលដែលយើងចុចចូលទៅក្នុង group ចូលទៅក្នុង channel ឬក៏ចូលទៅក្នុង private chat អីវានឹង auto download នៅរូបភាពនៅវីដេអូឬក៏សំឡេងអីអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យបើយើងអត់ប្រើ Wi-Fi ទេវាធ្វើឲ្យល្បឿនអ៊ីនធឺណិតរបស់យើងយឺតហើយវាស៊ី megabyte អញ្ចឹងណាអញ្ចឹងយើងចង់បិទហើយមួយទៀតវាក៏អាចជួយការពារសុវត្ថិភាពដែរឧទាហរណ៍ថាយើងចូលទៅក្នុង channel ឬក៏គ្រប់មាន malware មាន software អីអញ្ចឹងទៅវាអាចបើសិនជាយើងបើក auto download វាអាចឆ្លងចូល computer របស់យើងអីអញ្ចឹងទៅអញ្ចឹងដើម្បីបង្ការយើងបិទ auto download ទៅអូខេអញ្ចឹងដើម្បីបិទ auto download យើងចូលមកក្នុង Telegram មកនៅខាងឆ្វេងនេះមានសញ្ញាដក3នេះយើងចុចលើវាមកហើយយើងចូលពាក្យថា setting បាទនេះចុចលើ setting នឹងមកបន្ទាប់មកមានពាក្យថា advanced ចុចលើពាក្យ advanced ហ្នឹងមកនឹងមានកន្លែង automatic media download ហើយអញ្ចឹងយើងចុចលើហ្នឹងមកយើងចុចបិទវាអូខេអញ្ចឹងវាមាន3 option តើតោះមួយនៅក្នុង private chat អញ្ចឹងនៅក្នុង private chat បើសិនជាយើងចង់បិទក៏បានដែរបាទបិទរូបភាពបិទ file បិទវីដេអូបិទអីអញ្ចឹងទៅអញ្ចឹងយើង save ក្នុង group អញ្ចឹងដែរយើងអាចចុចបិទបានអូខេនៅក្នុង channel ដូចគ្នាចុចបិទមកហើយបើសិនបើយើងអត់ចង់នៅក្នុង private chat យើងអត់ចង់បិទទេក៏យើងអាចបើកបានដែរពេលដែលគេផ្ញើរូបភាពមកគឺវាអត់គឺវា auto download ប៉ុន្តែបើសិនជាគេផ្ញើ file មកវាអត់ auto download ទេតោះតែយើងចុចបានវា download អញ្ចឹងណាហ្នឹងហើយទៅទៅមួយគេខ្ញុំបើកដែរអញ្ចឹង save មកអូខេអញ្ចឹងបន្ទាប់ពីយើងចុចបិទហើយវាអត់ទាន់ affect ចូលទៅក្នុង account យើងទេលុះត្រាតែយើងបិទ Telegram សិនអញ្ចឹងយើងចុចខ្វែងនេះមកអញ្ចឹង Telegram នៅពេលដែលយើងចុចខ្វែងក៏វាអត់ទាន់បិទដាច់ដែរយើងមកខាងស្ដាមនេះមកសញ្ញាព្រួយនេះអញ្ចឹងយើងឃើញនេះ Telegram នៅបើកទេអញ្ចឹងតោះតែយើង right click លើវាមកយើងខ្វាច់ Telegram មានន័យថាយើងបិទ Telegram ហ្នឹងតែម្ដងបិទចោលមកបន្ទាប់មកយើងចុចបើក Telegram យើងមកយើងចូលទៅក្នុង group ទៅពេលដែលយើង scroll មើលដោយសារតែរូបចាស់នេះខ្ញុំ download ហើយម្ដងឯងអញ្ចឹងនៅពេលដែលមានរូបថ្មីឧទាហរណ៍ថាយើងចូល scroll ទៅលើមានរូបថ្មីនេះរូបថ្មីដែលយើងអត់ទាន់បានមើលអញ្ចឹងយើងត្រូវការចុច download សិនដើម្បីមើលបានអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនបានមួយផ្នែកក្នុងការកំណត់នៅ setting នៅក្នុង Telegram បាទអញ្ចឹងជួបគ្នាវីដេអូក្រោយ